យើងអត់ធ្វើហេតុផុនវាទេយើងចេះតែទៀមទាប៉ុន្តែធัวក្នុងលោកនេះអត់មានបានអ្វីដូចដែលយើងទៀមទាទេគឺវាកើតអំពីហេតុនិងបច្ច័យរបស់វាគ្រប់គ្រាន់យើងចង់ឲ្យយើងបានរបស់នេះប៉ុន្តែបើសិនជាហេតុជាបច្ច័យមិនគ្រប់គ្រាន់យើងបន់ដល់ស្លាប់ទៀតក៏អត់បានដែរជាពិសេសគឺញាតិញោមជាម្ចាស់វេនណាដើម្បីឲ្យញាតិញោមញ៉ាំងចិត្តឲ្យជ្រះថ្លាទៅក្នុងកុសលធម៌នឹងបន្ថែមទៅទៀតអ្នកសំដែងពធនឹងក៏បាននៅកុសលទាំងញាតិញោមអ្នកស្ដាប់ក៏បាននៅកុសលអ្នកជូនបុណ្យក៏បាននៅកុសលអ្នកត្រេកអរអនុមោទនាក៏បានកុសលនេះគឺសិតតែប្រព្រឹត្តទៅដើម្បីសេចក្តីល្អដើម្បីជាប្រយោជន៍ទាំងអស់ណាកាលណាដែលចិត្តកើតកុសលយើងឲ្យឈ្មោះថាម៉េចញោមកុសលទាំងអស់ហ្នឹងយើងឲ្យឈ្មោះថាម៉េចថាកុសលាធម្មាពួកធម៌ជាកុសលអញ្ចឹងពួកធម៌ជាកុសលហ្នឹងមាននរណាជាអ្នកធ្វើឲ្យញោមយើងអ្នកធ្វើឬក៏កុសលកើតឡើងកុសលកើតឡើងអត់មានសត្វជាអ្នកធ្វើទេប៉ុន្តែដោយសារតែយើងអត់បានសិក្សានៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធយើងគិតថាខ្លួនយើងជាអ្នកធ្វើកុសលទាំងអកុសលក៏យើងអត់បានធ្វើស្រេចហើយតែនៅលើផលកម្មបើកុសលវិបាកគឺឲ្យយើងជួបរបស់ល្អល្អឃើញរូបស្អាតអីចឹងទៅប៉ុន្តែបើសិនជាអកុសលវិបាកឲ្យញាតិញោមឃើញរូបមិនល្អរូបមិនជាទីពេញចិត្តមិនជាទីប្រាថ្នាអីចឹងទៅប៉ុន្តែទាំងញាតិញោមទាំងអាត្មាហ្នឹងដោយសារតែយើងអត់មាននៅវិបស្សនាបញ្ញាក៏យើងសម្គាល់ថាខ្លួនអញជាអ្នកសម្ដែងពធអញជាអ្នកស្ដាប់នៅធម៌ជាអ្នកថ្វាយទានឬក៏ជាអ្នករក្សាសិលអីចឹងប៉ុន្តែក្នុងដំណើរព្រះអរិយៈដែលលោកឃើញច្បាស់ហើយកុសលមានប៉ុន្តែអត់មានអ្នកណាជាអ្នកធ្វើកុសលទេយើងថាលោកម្ចាស់ថាអត់មានអ្នកណាធ្វើកុសលយើងពិនិត្យមើលថាបើសិនជាយើងជាអ្នកធ្វើកុសលនិងអកុសលម្លោះយើងអត់ធ្វើអកុសលឲ្យខ្លួនឯងទេមែនទេញាតិញោមញាតិញោមមានអ្នកណាធ្វើអកុសលឲ្យខ្លួនឯងទេហ្នឹងហើយអញ្ចឹងសូមបញ្ជាក់ឲ្យឃើញថាទាំងកុសលធម៌ទាំងអកុសលធម៌អត់មានអ្នកណាជាអ្នកធ្វើប៉ុន្តែកុសលធម៌មានណាញាតិញោមកុសលធម៌មានអញ្ចឹងបានអរិយបុគ្គលទាំងឡាយដែលលោកសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងហើយលោកយល់ច្បាស់ហើយលោកប្រាប់ថាម៉េចញាតិញោមភ្លឺច្បាស់ណាស់ព្រះអង្គហើយដូចទ្រប្រទីបនៅក្នុងទីងងឹតអញ្ចឹងក៏ប៉ុន្តែទាំងញោមទាំងអាត្មាបានតែសិក្សាព្រះបរិយ័តយើងអត់ចូលទៅដល់ពួកធម៌ទាំងអស់ហ្នឹងយើងអត់ដឹងពីជំរឿចិត្តរបស់លោកទេថាលោកយល់លក្ខណៈបែបម៉េចណាញាតិញោមអញ្ចឹងបានតម្រូវឲ្យយើងសិក្សានៅធម៌របស់ព្រះសម្មាសម្ពុទ្ធទៅញាតិញោមសិក្សាពីដំណើរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើដំណើរហ្នឹងទៅញាតិញោមនឹងលែងពឹងរបស់ខាងក្រៅហើយដោយលោកម្ចាស់ប្រុសលើកឡើងតាក់ទងទៅនឹងរឿងសេរីសួស្តីអីហ្នឹងដែលច្រើនយើងអត់ដឹងយើងអត់បានធ្វើហេតុដែលនាំឲ្យមានសេរីសួស្តីទេយើងធ្វើហេតុនៃអពមង្គលប៉ុន្តែយើងចេះតែទៀមទាចង់បានសេរីសួស្តីហើយញាតិញោមយើងអត់ធ្វើហេតុផុនវាទេយើងចេះតែទៀមទាប៉ុន្តែធัวក្នុងលោកនេះអត់មានបានអ្វីដូចដែលយើងទៀមទាទេគឺវាកើតអំពីហេតុនិងបច្ច័យរបស់វាគ្រប់គ្រាន់យើងចង់ឲ្យយើងបានរបស់នេះប៉ុន្តែបើសិនជាហេតុជាបច្ច័យមិនគ្រប់គ្រាន់យើងបន់ដល់ស្លាប់ទៀតក៏អត់បានដែរមែនទេញាតិញោមញាតិញោមច្បាស់ហើយញាតិញោមអញ្ចឹងយើងពិនិត្យមើលថានៅពេលដែលយើងសិក្សាធម៌នឹងច្បាស់ហើយញាតិញោមលែងទៀមទាថាខ្ញុំចង់បានចេះខ្ញុំចង់បានចុះគឺយើងលែងទៀមទាហើយយើងចង់បានសេចក្តីសុខវាទោះតែយើងធ្វើហេតុនៃសេចក្តីសុខអ្នកខ្លះបៀតបៀនគេហើយចង់បានសេចក្តីសុខវាអាចទៅរួចទេយើងចង់បានសេចក្តីសុខទោះតែយើងធ្វើហេតុកុសលវានាំឲ្យយើងបានសុខមែនទេញាតិញោមធម្មជាតិរបស់កុសលនៅពេលដែលញាតិញោមធ្វើកុសលបើមិនត្រេកអរក៏ជាឧបេក្ខាដែរអត់មានកុសលណាជាតួមនុស្សទេមែនទេញាតិញោមញាតិញោមរៀនអភិធម្មយូរឆ្នាំញាតិញោមដឹងហើយអាត្មានឹងបានតែស្ដាប់មកទេណែអញ្ចឹងអត្តរបស់កុសលញាតិញោមសិក្សានៅក្នុងមហាកុសលអីហ្នឹងបើមិនជាសោមនុស្សក៏ជាឧបេក្ខាអត់មានកុសលធម៌ណាជាតួមនុស្សទេហើយញាតិញោមមកធ្វើបុណ្យដល់ពេលទៅវិញជួបរឿងមិនសប្បាយចិត្តជួបរឿងខកចិត្តញាតិញោមថាធ្វើបុណ្យអត់បានបុណ្យ no មិនមែនទេញាតិញោម
ធ្វើបុណ្យបានបុណ្យហើយអាគណៈដែលញាតិញោមតូមនុស្សជាអកុសលណាព្រោះអកុសលកើតឡើងអត់មានឲ្យចិត្តនឹងរីករាយទេប៉ុន្តែចំពោះបុគ្គលដែលមិនមានប្រាជ្ញាយើងសម្គាល់ថាអូធ្វើកុសលនឹងទៅសប្បាយរីករាយនឹងដូចបុគ្គលដែលបរិភោគនៅទឹកឃ្មុំដែលលាយដោយថ្នាំពឹសយើងអត់ដឹងថាក្នុងនឹងមានថ្នាំពឹសយើងដឹងថារសជាតិផ្អែមណាញាតិញោមដឹងតែរសជាតិផ្អែមអញ្ចឹងបានទៀមទាយើងសិក្សាហ្នឹងញាតិញោមនៅពេលដែលយើងសិក្សារកផ្លូវនឹងឃើញហើយញាតិញោមលែងទៀមទាលែងថាអូយលែងទៅអញ្ចេះទៅចុះញាតិញោមនឹងដឹងខ្លួនឯងហើយមិនបាច់សួរលោកថាធ្វើទៀនចេះទៅបានប៉ុនប៉ុណ្ណេះបានប៉ុនប៉ុណ្ណោះញាតិញោមនឹងលែងខ្វល់អញ្ចឹងណាញាតិញោមនឹងលែងខ្វល់អញ្ចឹងព្រោះញាតិញោមស្គាល់អំពីចិត្តរបស់ខ្លួនឯងច្បាស់ណាស្គាល់អំពីចិត្តរបស់ខ្លួនឯងច្បាស់កាលណាយើងស្គាល់ខ្លួនឯងច្បាស់យើងលែងថាខ្ញុំចង់ឲ្យខ្ញុំឃើញរូបល្អប៉ុន្តែបើយើងចង់ឲ្យឃើញរូបល្អអកុសលវិបាកវាឲ្យផលយើងឃើញរូបល្អមិនចក្ខុវិញ្ញាណនឹងវាឃើញអារូបមិនល្អអញ្ចឹងហីមែនទេញាតិញោមហ្នឹងហើយម្យ៉ាងវិញទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសត្វលោកនឹងចេះតែអត់ចង់ឲ្យមានពៀទេក៏ប៉ុន្តែសត្វលោកនៅតែមានពៀព្រោះអីញាតិញោមព្រោះសត្វលោកនៅតែមានការគុំគួនព្យាបាទអ្នកដទៃនឹងយើងបៀតបៀនគេយើងចង់បានសុខយើងសម្លាប់គេយើងចង់បានសុខឃើញវាប្រះចាក់ហេតុទេញាតិញោមប្រះចាក់ហេតុទេអាត្មាឧទាហរណ៍ថាបុរស2នាក់បុរសម្នាក់គាត់ចង់ឆ្លងនៅស្ទឹងប៉ុន្តែបុរសម្នាក់ហ្នឹងគាត់អត់រកទុករកក្បួនដើម្បីឆ្លងទេគាត់ស្រែកននាលនៅនឹងមាត់ស្ទឹងហ្នឹងហើយអូខ្ញុំសូមឲ្យខ្ញុំនឹងបានឆ្លងទៅសូមឲ្យខ្ញុំឆ្លងផុតនៅស្ទឹងហ្នឹងដោយការស្រែកអង្វរសូមពីពពួកទេវតាហ្នឹងតើបុរសនឹងអាចឆ្លងបានទេញាតិញោមអត់អាចឆ្លងបានទេទោះបីជាស្រែកដល់ស្លាប់ខ្លួនក៏ដោយក៏មិនអាចឆ្លងនៅស្ទឹងនឹងបានដែរប៉ុន្តែបុរសម្នាក់ទៀតគាត់មានប្រាជ្ញាគាត់ចង់ឆ្លងនៅស្ទឹងនឹងបានគាត់ក៏ប្រើប្រាជ្ញារបស់គាត់រកទូករកក្បូនឬក៏មានអីឆ្លងផ្សេងគាត់អាចប្រើអ្វីទៅតាមដែលប្រាជ្ញារបស់គាត់អាចរកបានចឹងទៅគាត់អាចឆ្លងបានទេញាតិញោមហើយមិនបាច់ស្រែកអង្វរឲ្យតែគាត់មានទុកឆ្លងទៅមិនបាច់ចាំរកអ្នកណាមិនបាច់ថាទេវតាទេវតាសូមឲ្យខ្ញុំបានឆ្លងដល់ស្ទឹងទៅមិនបាច់ណាមិនបាច់ទេកាលណាតែហេតុគ្រប់គ្រាន់ហើយវាអាចឆ្លងទៅបានណាញាតិញោមអញ្ចឹងទោះបីជាយើងដូចបរោះទី1គាត់ចង់ឆ្លងក៏ពិតមែនប៉ុន្តែស្រែកអូយសូមឲ្យខ្ញុំឆ្លងផុតនៅស្ទឹងដោយអំណាចនៃការបន់ស្រន់នេះទៅបើខ្ញុំឆ្លងបានដោយអំណាចនៃការបន់ស្រន់ហ្នឹងខ្ញុំឲ្យរបស់នេះឲ្យរបស់នោះឬក៏សែនអីទៅឲ្យគេអីចឹងទៅប៉ុន្តែទោះបីជាបរោះនឹងអង្វរយ៉ាងហ្នឹងក៏ដោយក៏មិនអាចឆ្លងនៅស្ទឹងនឹងបានដោយការសូមដែរណាញាតិញោមអញ្ចឹងនៅក្នុងព្រះពុទ្ធសាសនាដ៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីហេតុរបស់វាដែរយើងអត់អាចបាននៅសេរីសួស្តីបានអត់អាចបាននៅហេតុនៃការចម្រើនបានដោយការសូមទេណាញាតិញោមញាតិញោមខ្លះអូចង់បានសេចក្តីសុខពីពពួកទេវតាដែលថែរក្សាព្រះសម្មាសម្ពុទ្ធព្រះអង្គអត់បដិសេធថាមិនមានរុក្ខទេវតាទេរុក្ខទេវតាទាំងអស់នឹងមានប៉ុន្តែកាលដែលរុក្ខទេវតាទាំងអស់នឹងរក្សាយើងបានវាទោះតែយើងរក្សាខ្លួនឯងដែរណាញាតិញោមវាទោះតែយើងរក្សាខ្លួនឯងដែរខ្លួនឯងធ្វើតែរឿងអាក្រក់ធ្វើតែរឿងមិនគួរគប្បីហើយចេះតែប្រាថ្នាចង់ឲ្យខ្លួនឯងស្អាតចង់ឲ្យខ្លួនឯងល្អអាដៃខ្លួនឯងប្រឡាក់លីមួកនេះអត់លៀងទេចេះអាស្រ័យស្អុយណាស់វាជាកំហុសរបស់ណាញាតិញោមវាជាទោសរបស់ណាគេបរោះដែលដើរធ្លាក់នៅក្នុងលីមួកហើយទឹកសម្រាប់លាងមានប៉ុន្តែបើសិនជាបរោះនឹងមិនលាងនៅទឹកនឹងទេហើយចេះតែស្រែកថាស្អុយមិនស្វែងរកនៅទឹកនឹងសម្រាប់លាងជំរះនៅខ្លួនឯងទេជាទោសរបស់ស្រះឬក៏ទោសរបស់បរោះនឹងញាតិញោមទោសរបស់បរោះនឹងយ៉ាងណាមិញញាតិញោមសង្កេតឃើញយើងសពថ្ងៃអារឿងល្អអត់សូវធ្វើទេគេប្រពន្ធល្អណូរហូតប៉ុន្តែដល់ពេលរឿងអាក្រក់ធ្វើហើយប្រាថ្នាចង់តែបានសេចក្តីសុខទោះបីជាប្រាថ្នាយ៉ាងនឹងក៏ដោយក៏មិនអាចបានតាមអ្វីដែលយើងប្រាថ្នាដែរណាញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងបទសូត្រមួយនៅខ្ញុំកណាភ្លេចបាត់ហើយញាតិញោមណាបទសូត្រនឹងអត់ចាំតែ3ដកភាគប្រហែលនេះប៉ុន្តែចាំសេចក្តីថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបុគ្គលដែលរក្សាខ្លួនឯងឈ្មោះថារក្សាអ្នកដទៃហើយបុគ្គលរក្សាអ្នកដទៃក៏ឈ្មោះថារក្សាខ្លួនឯងដែរញាតិញោមយល់សេចក្តីហ្នឹងហ៎ញាតិញោមបុគ្គលរក្សាខ្លួនឯង
ក៏ឈ្មោះថារក្សាអ្នកដតីដែរហើយបុគ្គលដែលចង់រក្សាអ្នកដតីគឺត្រូវតែរក្សាខ្លួនឯងព្រោះសេចក្តីសុខរបស់អ្នកដតីវាជាប់តាក់ទងជាមួយនឹងយើងជាមនុស្សល្អមែនទេញាតិញោមបើយើងជាអូខ្ញុំចង់បានសុខប៉ុន្តែអាសង្គមបដិបត្តិនៃការរស់នៅរបស់យើងរាល់ថ្ងៃនេះអាដេកដើរឈរអង្គុយរបស់យើងអេយ៉ាបត់ទាំង4នេះយើងចេះតែធ្វើរឿងមិនល្អយើងរស់នៅយើងអត់ចេះអនុគ្រោះគ្នាព្យាបាទគ្នាគុំគួនគ្នាឃើញចាប់ទោសកំហុសគ្នាឃើញគេរកមានបានជាងអ្នកចិត្តខាងគេរកទ្រពបានច្រើនជាងចំណែនឈ្នាននេះគេកាលណាយើងចំណែនឈ្នាននេះគេនរណាជាអ្នកអត់មានសេចក្តីសុខញាតិញោមផ្លូវចិត្តរបស់យើងមែនទេអាចំណែនហ្នឹងជាកុសលឬអកុសលអកុសលហើយអកុសលធ្វើឲ្យចិត្តសប្បាយអត់ទេអញ្ចឹងគួរខ្សែគប់អត់ទេអញ្ចឹងសូមឲ្យញាតិញោមគ្រប់គ្នាជាអ្នកសិក្សានៅធម៌របស់ព្រះសម្មាសម្ពុទ្ធឲ្យញាតិញោមអាចហ៊ានឲ្យកាន់យកនៅពេលដែលញាតិញោមអាចហ៊ានញាតិញោមកាន់យកញាតិញោមនឹងសិក្សាបដិបត្តិនៅពេលដែលញាតិញោមសិក្សាបដិបត្តិហើយញាតិញោមនឹងបានដល់នៅសម្បត្តិព្រះនិព្វានអនុមោទនា